សូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺព្រះគុណដ៏លើសលប់សម្រាប់វិបដិសារីដែលមិនទាន់ដោះស្រាយព្រះវរបិតាសពប្រតិឲ្យរាជរបស់ទ្រង់ទទួលយកនៅភាពបរិបូរណ៍នៃព្រះគុណរបស់ទ្រង់យ៉ាងសកម្មនៅក្នុងភាពបរិបូរណ៍នៃព្រះគុណនេះក៏រួមបញ្ចូលនៅការអត់ទោសបាបទាំងស្រុងដែលព្រះម្ចាស់យេស៊ូវបានសម្រេចឲ្យយើងរួចជាស្រេចតាមរយៈកិច្ចការដ៏ល្អឥតខ្ចោះរបស់ទ្រង់នៅឯជើងឆ្កាងនៅក្នុងពន្ធកិច្ចរបស់ព្រះម្ចាស់ការអត់ទោសបាបមិនមែនជារឿងបន្ទាប់បន្សំនោះឡើយទ្រង់បានបង្ហាញម្ដងហើយម្ដងទៀតថាការទទួលយកការអត់ទោសបាបពីព្រះប៉ះពាល់ផ្ទាល់ដល់អ្វីដែលបង្ហាញរូបរាងឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗនៅពេលដែលបរិសុទ្ធខ្វិនត្រូវបានគេសម្រូតតាមដំបូលផ្ទះនៅក្នុងកាន់គម្ពីរលូកាចំពុក5ព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ភ្លាមមិនមែនដោយការបង្គាប់ឲ្យដើរនោះទេប៉ុន្តែដោយការប្រកាសថាបាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយបរិសុទ្ធនោះកំពុងដេកនៅទីនោះដោយមិនអាចកម្រើកបានប៉ុន្តែព្រះយេស៊ូវមានបន្ទូលជាមុនអំពីការអត់ទោសបាបរបស់គាត់មុនពេលដែលការព្យាបាលឬការប្រោសឲ្យជាខាងរូបកាយរបស់បរិសុទ្ធនោះអាចបង្ហាញឲ្យឃើញនៅខាងក្រៅមានរឿងមួយចំនួនត្រូវតែដោះស្រាយនៅខាងក្នុងជាមុនសិននោះគឺបន្ទុកនៃអំពើបាបនិងវិបដិសារីដែលគាត់កំពុងផ្ទុកនៅពេលដែលពួកមេដឹកនាំសាសនាបានជំទាស់និងពិចារណាក្នុងចិត្តថាតើអ្នកណាមានអំណាចអត់ទោសបាបបានព្រះយេស៊ូវបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់បំផុតទ្រង់បានបន្តការប្រកាសអំពីការអត់ទោសជាមួយនឹងការបង្ហាញឲ្យឃើញផ្ទាល់ភ្នែកថាចូលក្រោកឡើងរួចយកគ្រែរបស់អ្នកទៅផ្ទះចុះការប្រោសឲ្យជារបស់បរិសុទ្ធនោះមិនមែនដាច់ដោយឡែកពីការអត់ទោសបាបដែលគាត់ទើបតែទទួលបានពីព្រះម្ចាស់នោះឡើយវាគឺជាភស្តុតាងនៃសេចក្តីសុចរិតនោះឯងនៅពេលមនុស្សម្នាក់ដឹងថាបាបរបស់ខ្លួនត្រូវបានអត់ទោសឲ្យហើយនោះជីវិតនឹងចាប់ផ្ដើមហូរមកវិញការអត់ទោសបាបមិនមែនគ្រាន់តែជាការលុបឈ្មោះបាបរបស់អ្នកនៅលើឋានសួគ៌ប៉ុណ្ណោះទេវាមានឥទ្ធិពលពិតប្រាកដនិងជាក់ស្ដែងនៅក្នុងជីវិតបច្ចុប្បន្ននេះនៅពេលដែលវិបដិសារីត្រូវបានដកចេញហើយការអត់ទោសបាបត្រូវបានទទួលយកនោះមនុស្សម្នាក់នឹងចាប់ផ្ដើមគ្រងរាជ្យក្នុងជីវិតតែអ្វីទៅជាអន្ទាក់នៃវិបដិសារីដែលមិនទាន់ដោះស្រាយអ្វីដែលព្រះយេស៊ូវបានបង្ហាញតាមរយៈការអត់ទោសឲ្យបរិសុទ្ធខ្វិនមុននឹងព្យាបាលគាត់គឺជាមូលហេតុដែលអ្នកជឿដ៏ស្មោះត្រង់ជាច្រើននៅតែតស៊ូក្នុងការទទួលយកព្រះពរដែលព្រះម្ចាស់បានសក្តិដើម្បីប្រទានមកគេនៅពេលដែលពួកគេមិនបានទទួលយកការអត់ទោសបាបដែលទ្រង់បានបង់ថ្លៃឲ្យយ៉ាងពេញលេញវិបដិសារីដែលពួកគេមានចំពោះកំហុសឬការខ្វះខាតណាមួយនឹងនៅតែមិនទាន់ត្រូវបានដោះស្រាយហើយវិបដិសារីដែលមិនទាន់បានដោះស្រាយនេះធ្វើការយ៉ាងស្ងប់ស្ងាត់និងសាហាវបំផុតដោយកំណត់នៅអ្វីដែលមនុស្សគិតនិងជឿក៏ដូចជារបៀបដែលពួកគេឆ្លើយតបនៅក្នុងការមានអារម្មណ៍វិបដិសារីនេះគឺជាលទ្ធផលនៃសព្វជញ្ញៈដែលមាននៅក្នុងមនុស្សគ្រប់រូបរ៉ូមជំពូក2ខ14ដល់15សូម្បីតែតាំងពីក្មេងមកយើងដឹងដោយសភាវគតិថាអ្វីដែលត្រូវឬខុសយុត្តិធម៌ឬអយុត្តិធម៌អ្វីមួយដែលជ្រៅនៅក្នុងខ្លួនយើងតែងតែមានអារម្មណ៍ថាអ្វីដែលខុសមិនថាជាអំពើបាបឬបរាជ័យត្រូវតែមានការដោះស្រាយនេះគឺជាមូលហេតុដែលក្រឹតវិន័យត្រូវបានប្រទានមកក្រឹតវិន័យបញ្ជាក់ឲ្យឃើញច្បាស់នៅអ្វីដែលហៅថាបាបដោយមិនទុកចន្លោះឲ្យមានការបដិសេធឡើយប៉ុន្តែខណៈពេលដែលក្រឹតវិន័យបង្ហាញពីអំពើបាបនិងបរាជ័យវាមិនអាចនាំមកនូវសេចក្តីសម្រាកដល់ចិត្តបានឡើយព្រះគម្ពីរថែមទាំងហៅវាថាជាពន្ធកិច្ចនៃសេចក្តីស្លាប់ដែលកត់ត្រានឹងចារលើថ្មព្រមធុខ្សែទី2ចំពោះ3ខ7មិនមែនដោយសារក្រឹតវិន័យអាក្រក់នោះទេប៉ុន្តែដោយសារវាបង្ហាញពីអ្វីដែលខុសដោយមិនបានផ្ដល់នូវដំណោះស្រាយក្រឹតវិន័យអាចប្រាប់អ្នកថាអ្នកបានបរាជ័យហើយប៉ុន្តែវាមិនអាចប្រាប់អ្នកថាត្រូវធ្វើអ្វីបន្តទៀតនោះទេវាមិនអាចប្រាប់អ្នកនៅអ្វីដែលដំណឹងល្អបានប្រាប់នោះដែរគឺថាការបង់ថ្លៃសម្រាប់បាបទាំងអស់របស់អ្នកត្រូវបានធ្វើឡើងរួចរាល់ហើយលោកអ្នកមានការអត់ទោសបាបទាំងស្រុងពីព្រះពេលដែលចិត្តមិនបានសម្រេចទាំងស្រុងនៅក្នុងអ្វីដែលព្រះយេស៊ូវបានសម្រេចនៅឯជើងឆ្កាងនោះអារម្មណ៍នៃបរាជ័យឬបដិសារីខាងក្នុងមិនអាចត្រូវបានដកចេញឡើយ
ព្រះគម្ពីរហៅបន្ទុកនេះថាការកាត់ទោសដែលជាអារម្មណ៍មិនស្រណុកក្នុងចិត្តថាមានអ្វីមួយនៅតែខុសហើយត្រូវការបង់ថ្លៃការកាត់ទោសនេះពិតជានឹងប៉ះពាល់ដល់របៀបដែលមនុស្សម្នាក់រស់នៅដំបូងឡើយវានឹងមានការភ័យខ្លាចគឺការភ័យខ្លាចក្រែងត្រូវបានគេលាតត្រដាងឬខ្លាចមានរឿងអ្វីមួយខុសឆ្គងកើតឡើងយូរទៅការភ័យខ្លាចនេះនឹងបង្ហាញចេញមកជាភាពតានតឹងសម្ពាធនិងការមិនស្រណុកក្នុងចិត្តហើយក៏អាចលេចចេញជារូបរាងជាបញ្ហាសុខភាពការខ្វះខាតហិរញ្ញវត្ថុនិងការជួបឧបសគ្គដដែលមិនថានៅក្នុងកន្លែងធ្វើការក្នុងអាជីវកម្មឬក្នុងទំនាក់ទំនងឡើយព្រះគម្ពីរបានបង្ហាញយើងពីលំនាំនេះតាំងពីដំបូងនៅក្នុងកម្មគម្ពីរលោកុបាទបន្ទាប់ពីអាដាមបានធ្វើបាបព្រះជាម្ចាស់នៅតែស្វែងរកគាត់នៅក្នុងសួនច្បារមិនមែនដើម្បីកាត់ទោសគាត់ទេតែដើម្បីមានសេចក្តីប្រកបជាមួយគាត់ទោះជាយ៉ាងណាក៏ដោយអាដាមបានពួនពីព្រះហើយពេលដែលព្រះបានហៅថាតើអ្នកនៅឯណាអាដាមបានឆ្លើយថាទូលបង្គំខ្លាចអាដាមមានភាពអាម៉ាស់ចំពោះអ្វីដែលគាត់បានធ្វើហើយភាពអាម៉ាស់បានបង្កើតឲ្យមានការភ័យខ្លាចព្រះមិនបានដើរចេញពីអាដាមឡើយគឺអាដាមខ្លួនឯងទេដែលដកខ្លួនចេញពីព្រះនេះមិនមែនជាអ្វីដែលព្រះស្រពតីចង់ឲ្យកើតឡើងចំពោះមនុស្សឡើយតាំងពីដើមដំបូងមកព្រះបានព្រមានអាដាមមិនឲ្យធ្វើបាបឡើយព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់រ៉ូមជំពូក 6 ខ 23 ដូច្នេះនៅពេលដែលអាដាមមិនស្ដាប់បង្គាប់និងមិនផ្ដល់កិត្តិយសដល់ព្រះនោះសេចក្តីស្លាប់ក៏ចាប់ផ្ដើមគ្រងរាជ្យរ៉ូមជំពូក 5:17 លំនាំនេះមិនបានបញ្ចប់ត្រឹមអាដាមនោះទេប៉ុន្តែវាបានបន្តរហូតដល់មនុស្សជាតិទាំងអស់សូម្បីតែសពថ្ងៃនេះយើងមិនអាចបដិសេធបានឡើយថាសេចក្តីស្លាប់គឺជាចំណុចបញ្ចប់នៅពេលដែលវិបត្តិសេរីនៅតែមិនទាន់ដោះស្រាយអ្នកជឿតែងតែរារែកក្នុងការចូលទៅជិតព្រះហើយតាមរយៈនោះពួកគេមិនអាចទទួលបាននូវព្រះពរទាំងស្រុងដូចជាសុខភាពការព្យាបាលភាពពេញលេញការផ្គត់ផ្គង់សន្តិភាពនិងអ្វីជាច្រើនទៀតដែលមានតែទ្រង់ប៉ុណ្ណោះដែលអាចប្រទានឲ្យបានពួកគេប្រហែលជាជឿនឹងអធិដ្ឋានប៉ុន្តែនៅក្នុងចិត្តនៅតែមានអារម្មណ៍ថាខ្លួនមិនស័ក្តិសមនឹងទទួលឡើយប៉ុន្តែដំណឹងល្អគឺថាតាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងមានជីវិតអស់កលជានិច្ចរួចទៅហើយរ៉ូមជំពូក 6 ខ 23 ហើយផ្នែកទី 2 នៃរ៉ូមជំពូក 5 ខ 17 ប្រាប់យើងពីរបៀបដែលយើងអាចដកការកាត់ទោសចេញពីឫសគល់ហើយគ្រងរាជ្យក្នុងជីវិតនេះសូម្បីតែឈ្នះលើសេចក្តីស្លាប់ផងដែរបាទព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះសេចក្តីស្លាប់បានសោយរាជ្យតាមរយៈមនុស្សម្នាក់នោះទៅហើយនោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរណ៍និងអំណោយទាននៃសេចក្តីសុចរិតប្រកបជានឹងបានសោយរាជ្យក្នុងជីវិតតាមរយៈមនុស្សម្នាក់នោះដែរគឺព្រះយេស៊ូវគ្រីស្ទលើសជាងទៅទៀតមិនខានលទ្ធផលនៃការទទួលយកការអត់ទោសបាបទាំងស្រុងនៅក្នុងភាពបរិបូរណ៍នៃព្រះគុណព្រះជាម្ចាស់បានរួមបញ្ចូលនៅការអត់ទោសបាបទាំងស្រុងរបស់យើងរួចជាស្រេចដែលត្រូវបានបង់ថ្លៃដោយព្រះលោហិតរបស់ព្រះយេស៊ូវតាមរយៈព្រះគម្ពីរអំពីអ្វីដែលនឹងកើតឡើងនៅពេលដែលការអត់ទោសបាបនោះត្រូវបានទទួលយកយ៉ាងពេញលេញនៅក្នុងកម្មគម្ពីរលូកាជំពូក 7 ស្ត្រីម្នាក់ដែលជីវិតពោពេញដោយបាបបានមកជួបព្រះយេស៊ូវនៅក្នុងផ្ទះរបស់លោកស៊ីម៉ូនជាពួកផារ៉ាស៊ីដែលព្រះម្ចាស់ត្រូវបានគេអញ្ជើញឲ្យសោយភោជនាហារនាងបានយំនៅទីព្រះបាទទារបស់ទ្រង់យកសក់ជូតថើបនិងចាក់ប្រេងក្រអូបដ៏មានតម្លៃដើម្បីលាបតាំងព្រះបាទទាទ្រង់នាងគ្មានការភ័យខ្លាចនិងគ្មានការប៉ុនប៉ងលាក់ខ្លួននៅក្នុងភាពអាម៉ាស់ឡើយនាងមានបំណងតែមួយគត់គឺការបង្ហាញសេចក្តីស្រឡាញ់របស់នាងចំពោះព្រះម្ចាស់លោកស៊ីម៉ូនបានរិះគន់ទង្វើបែបនេះនៅក្នុងចិត្តប៉ុន្តែព្រះយេស៊ូវបានបញ្យល់ពីសកម្មភាពរបស់នាងដោយមានបន្ទូលថាបាបរបស់នាងដែលមានជាច្រើននោះត្រូវបានអត់ទោសឲ្យហើយពីព្រោះនាងមានសេចក្តីស្រឡាញ់ច្រើនលូកា 7 ខ 47 នាងមិនមែនព្យាយាមធ្វើអ្វីដើម្បីឲ្យបានការអត់ទោសនោះទេប៉ុន្តែគឺកំពុងឆ្លើយតបចេញពីចិត្តដែលរំភើបដោយដឹងថានាងត្រូវបានអត់ទោសឲ្យរួចជាស្រេចហើយតើលោកអ្នកឃើញភាពខុសគ្នាទេអាដាមបានរត់ពួនពីព្រះពីព្រោះគាត់មានអារម្មណ៍ថាត្រូវបានកាត់ទោសស្ត្រីម្នាក់នេះបានចូលមកជិតព្រះពីដឹងថានាងត្រូវបានអត់ទោសទាំងស្រុងហើយម្នាក់បានដកខ្លួនចេញដោយភាពអាម៉ាស់ចំណែកម្នាក់ទៀតបានចូលមកជិតដោយសេចក្តីស្រឡាញ់ការទទួលយកការអត់ទោសមិននាំឲ្យមានការរស់នៅដោយធ្វេសប្រហែសឡើយផ្ទុយទៅវិញវាបង្កើតឲ្យមានសេចក្តីស្រឡាញ់ហើយសេចក្តីស្រឡាញ់មិនមែនការភ័យខ្លាចទេដែលបំពេញតាមបញ្ញត្តិដំបូងនិងធំជាងគេបំផុតនៅក្នុងព្រះគម្ពីរគឺ
ត្រូវស្រឡាញ់ព្រះម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តអស់ពីព្រលឹងអស់ពីគំនិតនិងអស់ពីកម្លាំងចោទជាកថាចំពុក6ខ5បាកុសចំពុក12ខ30កាលណាលោកអ្នកត្រូវបានចាក់ឬយ៉ាងរឹងមាំនៅក្នុងសេចក្តីពិតថាការអត់ទោសបាបរបស់អ្នកក្នុងព្រះគ្រីស្ទគឺពេញលេញនិងដាច់ខាតទោះការកាត់ទោសនឹងលែងមានអំណាចលើអ្នកទៀតហើយជីវិតសេរីភាពនិងភាពពេញលេញនឹងចាប់ផ្ដើមហូរចូលក្នុងជីវិតអ្នកជាថ្មីរបៀបទទួលការអត់ទោសពីព្រះបន្ទាប់ពីបានឃើញពីរបៀបដែលវិបដិសារីធ្វើឲ្យចិត្តរាថយនិងរបៀបដែលការអត់ទោសទាញចិត្តឲ្យចូលមកចិត្តរួចមកកាន់គម្ពីរលូកាចំពុក7ក៏បង្ហាញយើងពីរបៀបដែលការអត់ទោសត្រូវតែបានទទួលយកផងដែរព្រះម្ចាស់មានបន្ទូលថាដូច្នេះយើងប្រាប់អ្នកថាបាបរបស់នាងដែលមានជាច្រើននោះត្រូវបានអត់ទោសឲ្យហើយពីព្រោះនាងមានសេចក្តីស្រឡាញ់ច្រើនប៉ុន្តែអ្នកណាដែលត្រូវបានអត់ទោសឲ្យតិចអ្នកនោះក៏ស្រឡាញ់តិចដែរលូកាចំពុក7ខ47នៅក្នុងភាសាក្រិកដើមនៅពេលព្រះយេស៊ូវមានបន្ទូលអំពីការអត់ទោសរបស់ស្ត្រីនោះទ្រង់បានប្រើទម្រង់ការដែលបង្ហាញពីអ្វីដែលបានសម្រេចនឹងចប់សពគ្រប់រួចរាល់គឺការរំដោះទាំងស្រុងពីបំណុលនៃអំពើបាបជាមួយនឹងលទ្ធផលដែលបន្តរហូតមកវាមានន័យថាការអត់ទោសរបស់នាងគឺដាច់ខាតទាំងស្រុងមិនមែនអត់ទោសឲ្យតែមួយចំណែកឬម្ដងបន្តិចឡើយហើយបាបដ៏ច្រើនរបស់នាងត្រូវបានសម្អាតទាំងអស់ហើយអ្វីដែលសំខាន់បំផុតនោះគឺនាងបានដឹងរឿងនេះផ្ទុយទៅវិញនៅពេលព្រះយេស៊ូវមានបន្ទូលអំពីអ្នកដែលស្រឡាញ់តិចទ្រង់បានប្រើទម្រង់ការបច្ចុប្បន្នដែលបង្ហាញពីការអត់ទោសដែលកំពុងតែទទួលបានបណ្ដាក្នុងពេលដែលដើរទៅមុខវាដូចជាមនុស្សម្នាក់ដែលជឿថាបាបពីអតីតកាលត្រូវបានអត់ទោសហើយប៉ុន្តែនៅតែមានអារម្មណ៍វិបដិសារីរាល់ពេលដែលគាត់ធ្វើខុសហើយខំប្រឹងដើម្បីឲ្យមានការអត់ទោសបន្តទៀតដូច្នេះបញ្ហានៃការអត់ទោសបាបមិនដែលត្រូវបានដោះស្រាយជាស្ថាពរនៅក្នុងចិត្តរបស់គាត់ឡើយព្រោះតែងតែមានបាបដែលគាត់ត្រូវស្វែងរកការអត់ទោសសម្រាប់ថ្ងៃស្អែកថ្ងៃបន្ទាប់និងថ្ងៃបន្តទៀតនេះគឺចំណុចដែលអ្នកជឿជាច្រើនកំពុងជួបការលំបាកមិនមែនដោយសារព្រះគុណរបស់ព្រះមិនគ្រប់គ្រាន់នោះទេប៉ុន្តែដោយសាររបៀបដែលពួកគេយល់ឃើញនិងទទួលយកការអត់ទោសបាបរបស់ទ្រង់ដូច្នេះយើងត្រូវតែជឿថាយើងមានការអត់ទោសបាបដ៏ពេញលេញនិងទាំងស្រុងពីព្រះជាទស្សនវិជ្ជាដែលត្រូវបានដោះស្រាយរួចរាល់ហើយយើងត្រូវបានហៅឲ្យមានស្មារតីដឹងថារាល់បាបទាំងអស់របស់យើងទាំងអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាលត្រូវបានអត់ទោសឲ្យរួចជាស្រេចតាមរយៈព្រះគ្រីស្ទនៅពេលយើងបរាជ័យយើងមិនត្រូវដកថយដោយការភ័យខ្លាចឬធ្វើឲ្យខ្លួនយើងឆ្ងាយពីព្រះវរបិតានោះឡើយផ្ទុយទៅវិញយើងត្រូវអរព្រះគុណចំពោះអ្វីដែលបានសម្រេចរួចរាល់សម្រាប់យើងនៅឯជើឆ្កាហើយចូលទៅចិត្តទ្រង់ពីព្រោះទ្រង់គឺជាប្រភពនៃអំណាចដើម្បីគ្រងរាជក្នុងជីវិតនិងឈ្នះលើរាល់បញ្ហាប៉ុន្តែនៅពេលដែលការអត់ទោសបាបត្រូវបានទទួលយកត្រឹមតែមួយចំណែកដោយមិនដឹងខ្លួនមនុស្សនឹងចាប់ផ្ដើមទុកនៅវិបដិសារីដែលមិនទាន់ដោះស្រាយហើយនឹងមិនអាចមានសេចក្តីសម្រេចទាំងស្រុងថាតើពួកគេមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះឬអត់នេះហើយជាមូលហេតុដែលកាន់គម្ពីររ៉ូមចំពុក5ខ20មានសារៈសំខាន់យ៉ាងជ្រាលជ្រៅកន្លែងណាដែលមានបាបកាន់តែច្រើននោះព្រះគុណក៏មានលើសលប់ឡើងទៅទៀតខគម្ពីរនេះមិនមែនជាការអនុញ្ញាតឲ្យអ្នកជឿធ្វើបាបឬធ្វើបាបឲ្យកាន់តែច្រើនដើម្បីឲ្យព្រះគុណកាន់តែលើសលប់នោះឡើយអ្វីដែលខគម្ពីរនេះធ្វើគឺបញ្ជាក់ប្រាប់យើងឡើងវិញថាទោះបីជាមានបាបឬបរាជ័យនៅក្នុងជីវិតរបស់យើងក៏ដោយក៏ព្រះជាម្ចាស់មិនដែលចេញឆ្ងាយឬមើលងាយយើងឡើយផ្ទុយទៅវិញទ្រង់នឹងចូលមកចិត្តនិងគង់ជាមួយយើងដើម្បីជួយយើងឲ្យយកឈ្នះនិងងើបចេញពីស្ថានភាពឬបញ្ហាប្រឈមនោះលោកអ្នកក៏មិនចាំបាច់ដកខ្លួនឲ្យឆ្ងាយពីព្រះបិតានៃឋានសួគ៌រហូតទាល់តែអ្នកកែប្រែខ្លួនឯងឲ្យបានល្អឬដោះស្រាយរឿងរ៉ាវគ្រប់យ៉ាងដោយខ្លួនឯងនោះឡើយនៅពេលដែលលោកអ្នកឃើញពីការខ្វះខាតឬការបរាជ័យរបស់ខ្លួនចូលងាកមករកទ្រង់ភ្លាមហើយព្រះជាម្ចាស់នឹងឆ្លៀតយកឱកាសនោះដើម្បីបង្ហូរព្រះគុណនិងការអត់ទោសបាបរបស់ទ្រង់ឲ្យកាន់តែលើសលប់ចូលទៅក្នុងផ្នែកនៃជីវិតរបស់លោកអ្នកនៅពេលដែលភាពបរិបូរណ៍នៃព្រះគុណរបស់ទ្រង់រួមទាំងការអត់ទោសបាបត្រូវបានទទួលយកយ៉ាងពេញលេញនឹងជាស្ថាពរនោះចិត្តរបស់លោកអ្នកនឹងត្រូវបានផ្លាស់ប្ដូរវិបដិសារីនឹងលែងលងបន្លាចសម្បជញ្ញៈរបស់លោកអ្នកទៀតហើយការភ័យខ្លាចក៏នឹងលែងជាអ្នកកំណត់សម្លេងនៃទំនាក់ទំនងរបស់អ្នកជាមួយព្រះទៀតដែរផ្ទុយទៅវិញខគម្ពីររ៉ូមចំពុក5ខ17ដែលថាអស់អ្នកណាដែលទទួលព្រះគុណយ៉ាងបរិបូរណ៍និងអំណោយទាននៃសេចក្តីសុចរិតក៏នឹងចាប់ផ្ដើមសោយរាជ្យក្នុងជីវិតតាមរយៈព្រះយេស៊ូវគ្រីស្ទនឹងក្លាយជាការពិតនៅក្នុងជីវិតរបស់អ្នក
Amen. Hallelujah.